អវាទទី170បុគ្គលទាំងឡាយណាដែលឃើញទោសនៃសេចក្តីក្រោធខឹងតែងតែកាត់ឡើងរឿយៗក្នុងខ្លួនឯងនិងអ្នកដទៃហើយមានបំណងចង់ដោះស្រាយបញ្ហានោះគួរកប់3ខំប្រឹងប្រែងវឹកហាត់អប់រំចិត្តសន្សំកុសលធម៌ឲ្យបានរឿយៗនិងប្រព្រឹត្តប្រតិបត្តិចម្រើននៅគុណធម៌ក្នុងចិត្តធ្វើសេចក្តីល្អឲ្យប្រពៃរហូតដល់មានស្មារតីគ្រប់គ្រងចិត្តរបស់យើងបាននិងមានអំណាចអាចយកឈ្នះចិត្តអកុសលមានសេចក្តីក្រោធខឹងខ្លួនឯងនិងអ្នកដទៃបានគួរគប្បីសមាទានកាន់យកនៅកុសលធម៌ទាំង4នេះឲ្យប្រពៃគឺ 1. ការសិក្សាស្ដាប់ធម៌តាមកាលដោយសេចក្តីគោរព 2. ការសាកសួរធម៌តាមកាលដោយសេចក្តីគោរព 3. ការចម្រើនសមាធិតាមកាលដោយសេចក្តីគោរព 4. ការចម្រើនវិបស្សនាតាមកាលដោយសេចក្តីគោរពបើបានសិក្សាកាន់យកនៅកុសលធម៌ទាំង4យ៉ាងនេះបានត្រឹមត្រូវល្អហើយរមែងសាងអំណាចផ្លូវចិត្តឲ្យមានកម្លាំងសទ្ធាឲ្យជឿជាក់លើសមត្ថភាពពិសេសក្នុងចិត្តកុសលដោយខ្លួនឯងយ៉ាងមុតមមបំផុតប្រកបដោយសតិបញ្ញាដឹងហេតុផលច្បាស់លាស់អាចដោះស្រាយជាមួយកិលេសតែងតែធ្វើឲ្យចិត្តយើងខឹងក្រោធឆេវឆាវបានទាន់ពេលរហូតទទួលបានភាពសុខស្ងប់ស្រស់ថ្លាខ្លួនយើងនិងអ្នកនៅជុំវិញខ្លួនយើងអវាទទី171ព្រះពុទ្ធប្រឹងប្រែងបង្រៀនព្រះធម៌ដល់សាវកទាំងឡាយដើម្បីយកទៅខំប្រឹងវឹកហាត់អប់រំចិត្តឲ្យអស់ទៅកិលេសគ្រឿងកខ្វក់សៅមងចិត្តហើយឲ្យក្លាយជាមនុស្សអស្ចារ្យទោះបីជួបរឿងរ៉ាវឧបសគ្គឬការប្រមាថធ្ងន់ធ្ងរយ៉ាងណាក៏នៅតែរក្សាចិត្តស្ងប់ត្រជាក់បានហើយមានគោលជំហររឹងមាំមានសមត្ថភាពបំពេញការងារប្រកបដោយភាពជឿជាក់ក្នុងគុណធម៌ដើម្បីប្រឹងប្រែងដោះស្រាយបញ្ហាគ្រប់យ៉ាងបន្តទៅមុខបានបុគ្គលនោះត្រូវប្រកបធម៌4យ៉ាងគឺ 1. អនភិជ្ជាមិនសម្លឹងមើលនៅទោសអ្នកដទៃទោះបីគេប្រមាថមើលងាយយ៉ាងណាក្តីតែត្រូវប្រឹងប្រែងអត់ធន់ទូនមានចិត្តរបស់ខ្លួនឲ្យស្ងប់មុតមមតែជាមួយកិច្ចការដែលខ្លួនកំពុងធ្វើនឹងត្រូវធ្វើបន្តទៀតឲ្យសម្រេចជាប្រយោជន៍តាមឆន្ទៈរបស់ខ្លួន 2. អព្យាបាទមិនមានគំនុំរវល់ប្រទុះតបនៅអំពើអាក្រក់របស់គេនាំឲ្យខាតប្រយោជន៍តែត្រូវបង្កើនភាពប្រុងប្រយ័ត្នគ្រប់គ្រងចិត្តឲ្យបានរឹងមាំល្អប្រកបដោយមេត្តាហើយខំប្រឹងត្រិះរិះពិចារណាឲ្យឃើញគុណតម្លៃជាប្រយោជន៍ដែលគេខំប្រឹងចំណាយពេលរាល់ថ្ងៃមករិះគន់តេះដៀលដោយយកចិត្តទុកដាក់មិនខ្លាចនឿយហត់របស់គេមកលើខ្លួនយើងធ្វើឲ្យទទួលបានចំណេញច្រើនណាស់ដើម្បីឈ្នះខ្លួនឯង 3. សមាសតិមានស្មារតីរក្សាចិត្តឲ្យបានស្ងប់ត្រជាក់ជាមួយអារម្មណ៍នាំចម្រើនកុសលមានសេចក្តីអត់ធន់មានស្មារតីដាស់តឿនខ្លួនឯងឲ្យឃើញទោសដែលកើតឡើងនិងឃើញសេចក្តីល្អរបស់គេដើម្បីជួយសតិរបស់យើងឲ្យកាន់តែឃ្លាវខ្លាឆ្លៀវវៃ 4. សមាសមាធិត្រូវមានបញ្ញារំលឹកដឹងនៅអារម្មណ៍ដែលមកប្រកបតាមទ្វារវិថីនីមួយៗឲ្យបានប្រកបច្បាស់លាស់នៅអារម្មណ៍ណាគួរលះបង់អារម្មណ៍ណាគួរកាន់យកដើម្បីចម្រើនគុណធម៌ក្នុងកុសលឲ្យពេញបរិបូរណ៍រហូតសម្រេចមគ្គផលញ៉ាំងជីវិតឲ្យស្អាតបរិសុទ្ធក្សេមចាក់ទុំគុណធម៌4ប្រការនេះបើបុគ្គលបានប្រតិបត្តិចម្រើនជាប្រក្រតីរមែងខ្លាយជាមនុស្សអស្ចារ្យជួបការប្រមាថហើយនៅមានចិត្តស្ងប់ត្រជាក់ដូចទឹកអវាទទី172ការសិក្សាពុទ្ធវចនៈព្រះធម៌ត្រាស់ដឹងរបស់ព្រះអង្គមិនមែនចេះតែចង់រៀនបាត់ណាបាត់ណីនោះទេត្រូវចេះជ្រើសរើសសេពគប់រកកល្យាណមិត្តឲ្យបានល្អត្រឹមត្រូវដើម្បីរៀនបរិយត្តិធម៌ណាដែលព្រះអង្គទ្រង់សរសើរគឺនិសរណៈបរិយត្តិនេះរៀនដើម្បីរួចចាក់ទុំព្រោះការសិក្សានេះទៅតាមលំអធម៌វិន័យឲ្យបានត្រឹមត្រូវបានដល់សិល
សមាធិបញ្ញាคล้ายជាអ្នកចេះដឹងក្នុងសច្ចធម៌ប្រកបដោយគុណធម៌ថ្លៃថ្នូរសមរម្យបានសទ្ធាជ្រះថ្លាបង្អោនទៅគោរពប្រតិបត្តិវិបស្សនាមានយោនិសោមនសិកាឆ្លៀសវៃតាមគន្លងព្រះធម៌ដ៏បរិសុទ្ធនាំឲ្យកើតសតិបញ្ញាមុតមមតាំងនៅក្នុងសមាធិមានសមត្ថភាពគ្រប់គ្រងទូនមានរសាចិត្តឲ្យស្អាតបរិសុទ្ធផូរផង់ចម្រើនបញ្ញាញាណចេះកំណត់ដឹងនៅសភាវធម៌ពិតក្នុងជីវិតប្រចាំថ្ងៃឃើញតាមបរមត្តធម៌ត្រឹមតែនាមរូបដែលមានសភាពមិនទៀងជាទុក្ខអនត្តាមិនស្ថិតក្នុងអំណាចអញរបស់អញខ្លួនអញនោះឡើយការសិក្សាប្រតិបត្តិព្រះធម៌នេះហើយធ្វើឲ្យយើងម្នាក់រៀនយល់ទទួលយកការពិតសុខចិត្តប្រឹងប្រែងតស៊ូដោះស្រាយបញ្ហារឿងរ៉ាវជីវិតតាមមេរៀននៃអរិយសច្ចៈរបស់ព្រះអង្គដើម្បីបញ្ចប់បញ្ហាដ៏ច្រើនក្នុងសង្សារវដ្តនេះកុំឲ្យជាប់ជំពាក់ស្មុគស្មាញសៅហ្មងក្តៅក្រហាយឈឺចាប់និងខ្លាចជាអ្នកទោសក្នុងវដ្តដាក់បន្តទៅទៀតព្រោះបើមិនឈ្នះកិលេសក្នុងខ្លួនយើងនេះទេកិលេសមីនៅតែបៀតបៀនចងពៀធ្វើបាបយើងរាល់ថ្ងៃមិនឲ្យយើងបានសុខស្ងប់ទេអវាទទី173ព្រះពុទ្ធតែងតែទូនមានរំលឹកដាស់តឿនដល់យើងគ្រប់គ្នារឿយៗថាអ្នកទាំងឡាយកុំឆាប់ភ្លេចខ្លួនពេកកុំកុហកខ្លួនឯងញឹកញាប់ពេកកុំប្រមាថញឹកញាប់ពេកកុំខ្ជិលច្រអូសយូរពេកកុំស្រវឹងក្នុងជីវិតដែលអាស្រ័យជាប់ជំពាក់ជាមួយនឹងសុខលៀបយុះសរសើរដតិចតួចនេះយូរពេកឆាប់ភ្ញាក់ខ្លួនមានស្មារតីក្រោកឡើងព្រោះអ្នកបានសន្យាចង់ជួបតថាគតចង់ឃើញតថាគតចង់ស្ដាប់ធម៌តថាគតចង់ឆ្លៀសក្នុងធម៌តថាគតចង់ចម្រើនសិក្សាប្រតិបត្តិតាមធម៌របស់តថាគតឲ្យបានត្រឹមត្រូវល្អដើម្បីធ្វើឲ្យជាក់ច្បាស់នៅព្រះនិព្វានជាទីអស់ទៅនៅសេចក្តីទុក្ខទាំងពួងឥឡូវនេះអ្នកទាំងឡាយបានជួបតថាគតហើយបានក្លាយជាភិក្ខុសាមណេរឧបាសកឧបាសិការបស់តថាគតហេតុអ្វីបានជាអ្នកភ្លេចខ្លួនធ្វេសប្រហែសមានសេចក្តីប្រមាទព្យាយាមកុហកតថាគតទៀតហើយមិនបានធ្វើតាមពាក្យទូន្មានរបស់តថាគតឲ្យបានត្រឹមត្រូវជាក់ច្បាស់ពិតប្រាកដតាមពាក្យសន្យាគឺសិក្សាចម្រើនប្រតិបត្តិតាមព្រហ្មចរិយធម៌សិលសមាធិបញ្ញាឲ្យបានស្អាតបរិសុទ្ធផូរផង់និងរួចចាក់ទុកទាំងពួងពោលគឺព្រះនិព្វានដែលជាទីបរមសុខស្ងប់ដ៏ក្រៃលែងដែលជាទីពឹងដ៏ប្រសើរឧត្តមខ្ពង់ខ្ពស់បំផុតចុះហេតុអ្វីបានជាអ្នកខំប្រឹងជាប់ជាមួយសេចក្តីសុខតិចតួចរកទីពឹងពុំបាននោះទៅវិញចូលអ្នកញ៉ាំងកុសលធម៌ទាំងឡាយឲ្យសម្រេចកុំភ្លេចខ្លួនឲ្យសោះណាភិក្ខុធម្មថេរោអវាទទី174ការសិក្សាពុទ្ធវចនៈព្រះធម៌ត្រាស់ដឹងរបស់ព្រះអង្គមិនមែនចេះតែរៀនបាត់ណាបាត់ណីនោះទេត្រូវចេះជ្រើសរើសសេពគប់រកកល្យាណមិត្តឲ្យបានល្អត្រឹមត្រូវដើម្បីរៀនបរិយ័តធម៌ណាដែលព្រះអង្គទ្រង់សរសើរគឺនិសរណៈបរិយ័តនេះរៀនដើម្បីរួចចាក់ទុកព្រោះការសិក្សានេះទៅតាមលំអធម៌វិន័យឲ្យបានត្រឹមត្រូវបានដល់សិលសមាធិបញ្ញាខ្លាចជាអ្នកចេះដឹងក្នុងសច្ចធម៌ប្រកបដោយគុណធម៌ថ្លៃថ្នូរសមរម្យបានសទ្ធាជ្រះថ្លាបង្អោនទៅគោរពប្រតិបត្តិវិបស្សនាមានយោនិសោមនសិកាឆ្លៀសវៃតាមគន្លងព្រះធម៌ដ៏បរិសុទ្ធនាំឲ្យកើតសតិបញ្ញាមុតមមតាំងនៅក្នុងសមាធិ
មានសមត្ថភាពគ្រប់គ្រងទុនមានរសាចិត្តឲ្យស្អាតបរិសុទ្ធផូរផង់ចម្រើនបញ្ញាញាណចេះកំណត់ដឹងនៅសភាវធម៌ពិតក្នុងជីវិតប្រចាំថ្ងៃឃើញតាមបរមត្តធម៌ត្រឹមតែនាមរូបដែលមានសភាពមិនទៀងជាទុក្ខអនត្តាមិនស្ថិតក្នុងអំណាចអញរបស់អញខ្លួនអញនោះឡើយការសិក្សាប្រតិបត្តិប្រធននេះហើយធ្វើឲ្យយើងម្នាក់រៀនយល់ទទួលយកការពិតសុខចិត្តប្រឹងប្រែងតស៊ូដោះស្រាយបញ្ហារឿងរ៉ាវជីវិតតាមមេរៀននៃអរិយសច្ចៈរបស់ព្រះអង្គដើម្បីបញ្ចប់បញ្ហាដ៏ច្រើនក្នុងសង្សារវដ្តនេះកុំឲ្យជាប់ជំពាក់ស្មុគស្មាញសៅហ្មងក្តៅក្រហាយឈឺចាប់និងខ្លាចជាអ្នកទោសក្នុងវដ្តដាក់បន្តទៅទៀតព្រោះបើមិនឈ្នះកិលេសក្នុងខ្លួនយើងនេះទេកិលេសមីនៅតែបៀតបៀនចងពីធ្វើបាបយើងរាល់ថ្ងៃមិនឲ្យយើងបានសុខស្ងប់ទេភិក្ខុធម្មថេរោអវានទី175ព្រះពុទ្ធបានទូលមានណែនាំដល់បរិស័ទទាំងបព្វជិនទាំងក្រហមនៅក្នុងសាសនារបស់ព្រះអង្គចូលជាអ្នករីករាយជ្រះថ្លារក្សាសិលឲ្យតាំងមាំឲ្យប្រសើរឲ្យបរិបូរណ៍និងប្រព្រឹត្តប្រតិបត្តិឲ្យល្អបរិសុទ្ធផូរផង់ក្នុងសុចរិតមានកាយសុចរិតជាដើមព្រោះសិលជាគ្រឿងរក្សាខ្លួនឲ្យសម្រេចគុណប្រយោជន៍និងគុណសម្បត្តិដ៏ប្រសើរក្រៃលែងណាស់គុណសម្បត្តិដែលសិលតាំងនៅបានឬអាស្រ័យនៅបានល្អគឺអាស្រ័យជាអ្នកមានសទ្ធាផងអាស្រ័យជាអ្នកមានសតិផងអាស្រ័យជាអ្នកមានវិរិយៈផងអាស្រ័យជាអ្នកមានខន្តីផងនិងអាស្រ័យជាអ្នកមានបញ្ញាផងបើបុគ្គលណាមានគុណធម៌ទាំង5យ៉ាងនេះហើយរមែងបានកោះបំផ្លាញសម្រាប់មេរោគដ៏កាចសាហាវដែលតែងតែស៊ីបំផ្លាញសិលឲ្យវិនិច្ឆ័យនោះគឺ 1. មេរោគប្រាថ្នាអាក្រក់ប្រាថ្នាលាមកបំផ្លាញទឹកចិត្តដល់អ្នកដែលធ្លាប់បានជួយខ្លួន 2. មេរោគច្រណែនឈ្នានីសឃើញតែទោសកំហុសរបស់គេមិនដែលឃើញទោសកំហុសខ្លួនឯងសូម្បីតិចតួចឡើយ 3. មេរោគព្យាបាទចងគំនុំចង់បានសុខចង់ល្បីឈ្មោះដើម្បីមុខមាត់លាភសក្ការៈយសស័ក្តិខ្លួនឯងតែធ្វើបាបគេឲ្យកាត់ទុកឈឺចាំ 4. មេរោគប្រកាន់ត្រកូលហួងហែងមិនឲ្យអ្នកណាចូលទៅជិតក្បែរបានឡើយព្រះអង្គណែនាំថាមេរោគនេះកាចសាហាវណាស់តែងតែបំផ្លាញសិលឲ្យវិនិច្ឆ័យអស់គុណធម៌អន្តរាយកុសលអស់រលីងហើយច្រានទម្លាក់យើងឲ្យរងទុក្ខលំបាកក្នុងអបាយភូមិមាននរកប្រែតអសុរកាយដេរិឆានអស់កាលដ៏យូរអង្វែងចូលអ្នករក្សាសិលឲ្យបានស្អាតបរិសុទ្ធកុំប្រមាថឡើយភិក្ខុធម្មថេរោអវានទី176ពុទ្ធបរិស័ទដែលមានសទ្ធាគោរពកាន់ព្រះពុទ្ធសាសនាប្រាថ្នាចង់បួសជាភិក្ខុក្តីសាមណេរក្តីតាជីក្តីដូនជីក្តីតាបោះក្តីអីសីក្តីហើយមានគំនិតបួសដើម្បីប្រាថ្នាដូចនេះ 1. បួសដើម្បីប្រាថ្នាសុខស្រួលសប្បាយរីករាយក្នុងកាមគុណជាមួយក្រុមគ្រួសារក្នុងត្រកូល 2. បួសដើម្បីប្រាថ្នាសន្សំទ្រព្យលាភសក្ការៈចង់មានចង់បាន 3. បួសដើម្បីប្រាថ្នាមុខមាត់លាភយសបុណ្យស័ក្តិ 4. បួសដើម្បីប្រាថ្នាស្គាល់ញាតិញោមបរិវារច្រើនជាពួកគណៈជាក្រុមរបស់ខ្លួនឲ្យប្រសើរក្រាន់បើជាងគេ 5. បួសដើម្បីប្រាថ្នាចង់ធ្វើធំមានមុខមាត់ខ្លាំងពូកែអួតអាងធ្វើក្រាន់បើជាងគេបើសិនមានបំណងបួសដើម្បីអញ្ចឹងកុំបួសប្រសើរជាងកុំឲ្យធ្វើជាមនុស្សកខ្វក់មានក្លិនឆ្អេះឆ្អាបក្នុងព្រះពុទ្ធសាសនាដ៏បរិសុទ្ធផូរផង់មួយនេះឲ្យសោះប៉ុន្តែបើមានសទ្ធាជ្រះថ្លាបួសដើម្បីប្រាថ្នាគឺ 1. បួសដើម្បីប្រាថ្នាសិក្សាស្រាវជ្រាវស្វែងយល់ឲ្យជាក់ច្បាស់នៅពុទ្ធវចនៈរបស់ព្រះពុទ្ធមានក្នុងព្រះត្រៃបិដកនិងអដ្ឋកថាជាដើម
2. បួសដើម្បីប្រាថ្នាបដិបត្តិតាមព្រហ្មចរិយធម៌គឺសិលសមាធិបញ្ញាឲ្យបានជាក់ច្បាស់មានបទពិសោធន៍និងសមត្ថភាពឲ្យបានត្រឹមត្រូវល្អមានគុណតម្លៃថ្លៃថ្នូរសមរម្យមានចរិយាសម្បត្តិល្អសមជាអ្នកបួសគោរពធម៌វិន័យ 3. បួសដើម្បីប្រាថ្នាធ្វើខ្លួនជាគំរូស្អាតបរិសុទ្ធដើម្បីដឹកនាំមនុស្សនៅក្នុងព្រះពុទ្ធសាសនានិងសង្គមជាតិឲ្យបានល្អប្រកបដោយសេចក្តីសុខចម្រើនរួចចាកបញ្ហាដែលនាំឲ្យកើតទុក្ខលំបាក 4. ក្រោយពីបានជួយខ្លួនឯងនិងជួយពុទ្ធសាសនានិងសង្គមជាតិហើយបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះកិត្តិយសល្អជាគំរូវីរភាពដ៏ច្រើនសម្រាប់កូនចៅជំនាន់ក្រោយធ្វើតាមបើមានបំណងដូច្នេះចូលញ៉ាំងសទ្ធាឲ្យជ្រះថ្លាប្រញាប់មកបួសចុះភិក្ខុធម្មថេរោអវាទទី177ប្រទេសសៀមជាប្រទេសកាន់ព្រះពុទ្ធសាសនាមួយដែរតែពួកគេមួយចំនួនបានអប់រំក្នុងពុទ្ធិរបៀបអភិជាវិសមលោភៈជាការបណ្ដុះផ្នត់គំនិតមួយដ៏ជ្រៅក្នុងការចិញ្ចឹមចិត្តកិលេសគឺមានមហិច្ឆតារំពៃចង់បានរបស់អ្នកដទៃមកជារបស់ខ្លួនព្រោះចិត្តអាក្រក់ពួកនេះតែកើតឡើងមានកម្លាំងហើយញ៉ាំងចិត្តឲ្យលោភលន់វង្វេងចង់តែបានមិនដឹងរបស់គេរបស់ឯងទេម្លោះហើយរំលោភបំពានឈ្លានពានប្រមាថមើលងាយអ្នកជិតខាងមិនចេះគ្រប់មិនចេះឆ្អែតទេដោយកិលេសនេះពោពេញដោយល្បិចកលក្នុងទិដ្ឋិមានះអ៊ីស្យាចរណែនឈ្នាននេះអំនួតអួតអាងតាំងខ្លួនជាអ្នកក្រន់បើជាងគេគ្មាននរណាស្មើខ្លួនឡើយធ្វើឲ្យចិត្តកខ្វក់ស្មុគរោគគួរឲ្យខ្ពើមរអើមពុនពេកណាស់ដូច្នេះហើយបានពួកជ្រុលនិយមមួយចំនួនមានល្បិចកលអ្វីក៏ហ៊ានធ្វើហ៊ានភូតផោកុហកនិយាយត្រឡប់ត្រលិនគ្មានខ្មាស់អៀនគ្មានចេះទទួលខុសត្រូវទេពួកគេគោរពព្រះពុទ្ធសាសនាមែនតែទង្វើថោកទាបយ៉ាងណាក៏គេហ៊ានធ្វើហ៊ានទម្លាក់គ្រាប់បែកបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាបំផ្លាញព្រះពុទ្ធរូបគ្មានស្គាល់បាបបុណ្យគុណទោសអ្វីទាំងអស់សូមជនរួមជាតិទាំងអស់សូមមានមេត្តារួមកម្លាំងសាមគ្គីគ្នារំលឹកដល់ចាស់គុណព្រះពុទ្ធនិងដល់ចាស់គុណបុព្វបុរសដូនតាយើងប្រកបដោយសច្ចធម៌មានកតញ្ញូការពារជាតិមាតុភូមិរបស់យើងគុណធម៌នេះរមែងរក្សាជាតិយើងផុតចាកអន្តរាយពីការឈ្លានពានរបស់សត្រូវនិងទទួលបានជោគជ័យប្រកបដោយសុខសន្តិភាពចម្រុងចម្រើនរុងរឿងភិក្ខុធម្មថេរោអវាទទី178សម័យណានៅក្នុងស្រុកទេសកើតសង្គ្រាមព្រះសង្ឃក្តីប្រជាពលរដ្ឋក្តីគ្រប់រូបត្រូវហ៊ានលះបង់បូជានិងលើកទឹកចិត្តដល់កងទ័ពដោយទឹកចិត្តស្រឡាញ់ស្មោះស្ម័គ្រអស់ពីដួងចិត្តគ្រប់ពេលវេលាទាំងអស់ព្រោះកងទ័ពជាអ្នកប្រយុទ្ធយកដើមទ្រូងពាំងដូចជាខែលបាំងក្របកាំភ្លើងដើម្បីការពាររារាំងខ្មាំងសត្រូវហើយក៏ជាខែលសម្រាប់បាំងអាយុជីវិតរបស់ប្រជាពលរដ្ឋឲ្យផុតគ្រោះថ្នាក់អន្តរាយបានរស់នៅជួបជុំគ្រួសារពិសេសក្រៃលែងជាងនេះទៅទៀតកងទ័ពជាខែលដ៏រឹងមាំដល់សន្តិភាពនិងសុភមង្គលក្នុងសង្គមជាតិមិនឲ្យពួកសត្រូវប្រមាថមើលងាយបានដូច្នេះហើយនៅថ្ងៃទី30ខែ7ឆ្នាំ2025ខាងមុខនេះទឹកចិត្តសប្បុរសជនមានព្រះសង្ឃនិងឧបាសិកាសុកអ៊ីមជាដើមចូលរួមជួយឧបត្ថម្ភអង្គចំនួន20តោនមានចំនួន1000កេសបច្ច័យ$20000ជាមួយសម្ដេចគណៈសង្ឃនាយកទៅសួរសុខទុក្ខនិងលើកទឹកចិត្តដល់កងទ័ពសមរភូមិមុខនិងចែកអំណោយដល់ជនភៀសខ្លួនសឹកសង្គ្រាមឈ្លានពានពីប្រទេសថៃសូមញាតិញោមអនុមោទនាដោយទឹកចិត្តជ្រះថ្លាទាំងអស់គ្នាភិក្ខុធម្មថេរោអវាទទី179ពាក្យថាសង្គ្រាមនេះវាបានបន្សល់នៅវិនិស្សកម្មច្រើនណាស់ធ្វើឲ្យយើងទទួលរងទុក្ខលំបាកវេទនាអន្តរាយឈឺចាប់ខ្លោចផ្សាណាស់សោកសៅត្រហោយំប្រត់ប្រាស់
នារីចាអ្វីគ្រប់យ៉ាងទាំងអស់មិនថាប្រទេសតូចឬធំក្រឬមានទេដូច្នេះហើយមេដឹកនាំយើងមានបទពិសោធន៍ក្នុងភ្លើងសង្គ្រាមនេះមានការនឿយហត់ឈឺចាប់ឆ្អែតហើយទើបថ្នាក់ដឹកនាំយើងបង្ហាត់បង្រៀនប្រាប់ដដែលដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យស្រឡាញ់សុខសន្តិភាពនិងអរគុណសន្តិភាពព្រោះសន្តិភាពនេះជាសេចក្តីសុខរបស់យើងទាំងអស់គ្នាកុំឲ្យមានសង្គ្រាមទើបនាំគ្នាបួងសួងសុំសន្តិភាពវាលំបាកតែខ្លួនឯងនឹងបើមានសន្តិភាពទើបមានការអភិវឌ្ឍគ្រប់វិស័យទាំងអស់ឲ្យរីកចម្រើនដូចជាក់ស្ដែងនេះយើងត្រូវប្រទេសថៃឈ្លានពានរំលោភបំពានប្រមាថមើលងាយថាប្រទេសយើងក្រឬក៏អន់ក៏ដោយក៏មេដឹកនាំយើងនៅតែអត់ធ្មត់ទប់កាយទប់ចិត្តប្រុងកងទ័ពយ៉ាងរឹងមាំប្រើបញ្ញាស្មារតីចរចាការទូតដ៏ឆ្លៀសវៃដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីហើយមានកម្លាំងសាមគ្គីរួមសុខរួមទុក្ខនិងទទួលខុសត្រូវជាមួយប្រជាពលរដ្ឋយ៉ាងកក់ក្ដៅជាទីបំផុតយ៉ាងណាមិញព្រះពុទ្ធជាមេដឹកនាំកំពូលក្នុងលោកតែងទទួលមានអប់រំបង្រៀនសពសត្វទាំងអស់ឲ្យស្រឡាញ់ព្រះនិព្វានជាទីសុខស្ងប់ព្រោះព្រះនិព្វានមានដល់តែបុគ្គលណាដែលចង់ទៅទេហើយមានសេចក្តីប្រឹងប្រែងព្យាយាមលះបង់កិលេសដោយសេចក្តីមិនប្រមាទដើម្បីចម្រើនកម្លាំងបញ្ញាដើម្បីលះបង់ឲ្យអស់ភ្លើងលោភៈទោសៈមោហៈដែលតែងតែបំផ្លាញសត្វលោកឲ្យវិនាសដោយចាស់ឈឺស្លាប់ព្រាត់ប្រាសចាកសត្វនិងសង្ខារជាទីស្រឡាញ់ឲ្យយំសោកខ្សឹបខ្សួលឈឺចាប់គ្រប់ជាតិឲ្យសង្គមជាតិត្រូវការសុខសន្តិភាពសម្រាប់សេចក្តីសុខចម្រើននិងសុភមង្គលចំណែករឿងវដ្តសង្សារនេះក៏ត្រូវការព្រះនិព្វានសុខស្ងប់ខ្សែមចាក់ទុកទាំងពួងដូច្នេះសង្គមជាតិមានសន្តិភាពទើបសាសនារស់នៅសុខស្ងប់បានដែរសូមឲ្យបដិសន្ធិវិញ្ញាណរបស់វីរៈកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិទទួលបានសេចក្តីសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយភិក្ខុធម្មថេរោអវ៉ានទី180ព្រះពុទ្ធព្រះអង្គទ្រង់តែងតែសរសើរថាដំរីមង្គលជាខែលការពាររបស់ព្រះរាជាព្រះសង្ឃសាវកមង្គលជាខែលការពាររបស់ព្រះពុទ្ធសាសនាកងទ័ពមង្គលជាខែលការពាររបស់ប្រទេសជាតិព្រោះមង្គលនោះមានកម្លាំងកាយកម្លាំងចិត្តរឹងមាំមានបទពិសោធន៍ជំនាញច្បាស់លាស់មានសមត្ថភាពគ្រប់គ្រាន់អង្គអាចក្លាហានហ៊ានប្រយុទ្ធតស៊ូតតាំងជាមួយខ្មាំងសត្រូវបានគ្រប់កាលជានិច្ចដោយសារតែបុគ្គលនោះមានគុណសម្បត្តិជាមង្គលប្រកបដោយធម៌5យ៉ាងគឺ 1. ជាអ្នកចេះស្ដាប់បង្គាប់មានភាពឆ្លៀសវៃចេះពិចារណាយល់ច្បាស់នៅហេតុការណ៍ទាន់ពេលវេលានិងប្រកបដោយសេចក្តីគោរពកោតក្រែងចំពោះមេដឹកនាំ 2. ជាអ្នកចេះរក្សាឥន្ទ្រីបានរឹងមាំល្អទោះបីឃើញឮធំក្លិនដឹងរសប៉ះក្តៅត្រជាក់ឬគិតអ្វីក៏មិនភ័យញាប់ញ័រតក់ស្លុតឡើយមានបញ្ញាស្មារតីប្រុងប្រយ័ត្នមុតមមល្អណាស់គ្រប់កលៈទេសៈទាំងអស់ 3. ជាអ្នកចេះមានខន្តីសេចក្តីអត់ធ្មត់ព្យាយាមតស៊ូមានឆន្ទៈមុះមុតទោះបីមានឧបសគ្គគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយក៏នៅមានកម្លាំងកាយចិត្តតស៊ូមិនចុះចាញ់ដែរ 4. ជាអ្នកចេះលះបង់បដូរផ្ដាច់ហ៊ានលះបង់ឈាមស្រស់សាច់ស្រស់និងអាយុជីវិតដើម្បីជាតិដើម្បីសាសនាដើម្បីព្រះមហាក្សត្រលំបាកកាយក៏សុខចិត្តលំបាកចិត្តក៏ព្រមទទួលដើម្បីប្រយោជន៍ទាំងអស់គ្នា 5. ជាអ្នកមានឆន្ទៈឆ្ពោះទៅមុខជានិច្ចមិនរាថយមានយុទ្ធសាស្ត្រច្បាស់លាស់ទៅតាមគោលដៅកំណត់រហូតទទួលបានជោគជ័យគុណធម៌ជាមង្គលនេះហើយទើបមានសមត្ថភាពបំពេញភារកិច្ចទូនីតិនិងបេសកកម្មរបស់ខ្លួនគ្រប់យ៉ាងដើម្បីបុព្វហេតុការពារទឹកដីប្រទេសជាតិនិងព្រះពុទ្ធសាសនាបានស្ថិតស្ថេររឹងមាំរីកចម្រើនប្រកបដោយសុខសន្តិភាពសេចក្តីថ្លៃថ្នូរបានយូរអង្វែង
សូមឲ្យវីរៈកងទ័ពស្នេហាជាតិទាំងអស់មានសុខភាពល្អទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់ភិក្ខុធម្មថេរោ